ជំរាបសួរបងប្អូនទាំងអស់គ្នាមកកាន់វីដេអូថ្មីនឹងខ្ញុំទៀតហើយថ្ងៃនេះខ្ញុំចង់មកបង្ហាញពីរបៀបធ្វើម៉ាំល្ហុងប៉ុណ្ណេះល្មមនេះបងប្អូនអានេះយើងញ៉ាំជាមួយនឹងត្រីអាំងខ្លែមអីក៏បានដែរបងប្អូនញ៉ាំឡូបងប្អូនចូលមកជ្រះចំពោះម៉ាំនេះខ្ញុំប្រើចំនួនមកប្រអប់នេះបងប្អូនហើយម៉ាំនេះគឺសាច់ត្រីកាព្រីងសុទ្ធអង្ករលីងនេះខ្ញុំប្រើកន្លះកូនចានចំពោះរំដេងនេះខ្ញុំបានធ្វើការកិនបើសិនជាយើងបុកនឹងដៃវាមិនសូវម៉ត់ល្អអញ្ចឹងដល់ពេលអញ្ចឹងហើយនេះខ្ញុំកិននឹងម៉ាស៊ីនណាដល់ពេលអញ្ចឹងទៅធ្វើឲ្យសាច់រំដេងរបស់យើងនោះម៉ត់ល្អមែនទែនចំពោះម៉ាំល្ហុងនេះខ្ញុំប្រើល្ហុងសាគៀលបងប្អូនយើងប្រើល្ហុងសាគៀលបានម៉ាំរបស់យើងឆ្ងាញ់ហើយសាច់ល្ហុងស្រួយល្អបងប្អូនបើយើងយកពួកល្ហុងខ្ចីយើងយកមកចាវអត់ឆ្ងាញ់ទេបងប្អូននេះខ្ញុំមានល្ហុង3ផ្លែកន្លះហើយនេះខ្ញុំយកតែពងមាន់ទេបងប្អូនចាវម៉ាំរបស់យើងបានឆ្ងាញ់ល្អហើយចំពោះល្ហុងបងប្អូនបើសិនជាបងប្អូនចង់ចាវល្ហុងម៉ាំល្ហុងឲ្យឆ្ងាញ់ឲ្យល្ហុងស្រួយបងប្អូនយកប្រភេទវែងចេះបងប្អូនខ្ញុំធានាហ្មងគឺចាវឆ្ងាញ់សាច់ស្រួយហើយឆ្ងាញ់ហ្មងចំពោះម៉ាំល្ហុងខ្ញុំប្រើស្ករត្នោតប៉ុណ្ណឹងចំពោះម្ដងបងប្អូននេះខ្ញុំប្រើចំនួនប៉ុណ្ណឹង10000ប៉ុណ្ណឹងល្ហុងបងប្អូននេះខ្ញុំបានពុះជា2ហើយពុះជា2ហើយយកក្របយកអីចេញមកនេះយើងយកហាន់យើងស្រស់ទឹកឲ្យស្រស់សិនដោយសារទឹមលាងហើយយើងយកក្របយកអីចេញឥឡូវយើងសម្រស់ឲ្យរាងស្រស់ទឹកទៅនេះខ្ញុំកាត់កង់មិនស្ដើងពេកក៏មិនក្រាស់ពេកមកសមល្មមចំពោះល្ហុងនេះខ្ញុំហាន់បែបហ្នឹងបងប្អូននេះយើងហាន់ក្រាស់ប៉ុណ្ណឹងមកល្មមឆ្ងាញ់អត់ទូចពេកក៏អត់ធំពេកដែរមកសមល្មមនេះប្រភេទល្ហុងចាស់ឆ្ងាញ់បងប្អូននេះពងមាន់ចាស់ឆ្ងាញ់ណាឥឡូវនេះខ្ញុំយកទៅប្រឡាក់អំបិលឥឡូវយើងចាប់ផ្ដើមយកល្ហុងយើងយកមកដាក់អំបិលចំពោះអំបិលបងប្អូនដាក់មកសមល្មមបានហើយមិនបាច់ដាក់ច្រើនពេកទេហើយយើងធ្វើការច្របល់មកយើងច្របល់ឲ្យសព្វល្អតែកាលណាអំបិលនឹងអត់បានចូលសាច់ល្ហុងទេធ្វើឲ្យល្ហុងយើងវាអត់សូវស្រួយល្អបងប្អូនឥឡូវខ្ញុំច្របល់ហើយខ្ញុំផ្អាប់ទុកឲ្យល្ហុងរបស់យើងហ្នឹងបានទន់ល្អសិនចាំនេះខ្ញុំលាងសម្រស់ចាប់ដើមលីងអង្ករលីងខ្ញុំប្រើអង្ករលីងចំនួនកន្លះកំប៉ុងអង្ករលីងយើងបានឡើងពងកន្លះហើយយើងយកតកិនយើងទុកឲ្យត្រជាក់សិនឥឡូវឆ្អិនហើយអង្ករលីងនេះខ្ញុំប្រើកន្លះកូនចានឥឡូវល្ហុងនិងអំបិលបានទន់ល្អហើយចំពោះល្ហុងបន្ទាប់ពីនេះខ្ញុំយកទៅប្រឡាក់ជាមួយនឹងអំបិលហើយនេះចាប់ដើមទន់ល្អហើយយើងយកល្ហុងហ្នឹងមកលាងយើងលាងឲ្យសម្រស់ឲ្យស្រស់ល្អ ច
យើងស្រង់មកឲ្យល្ហុងយើងស្រស់ទឹកល្អចាំយើងយកល្ហុងយកមកចាវជាមួយនឹងម៉ាំឥឡូវមុនដំបូងគេនឹងខ្ញុំត្រូវការដាក់ម៉ាំចូលបន្តមកទៀតនឹងខ្ញុំចាក់ទឹកស្ករចូលចំពោះរំដេងនឹងខ្ញុំដាក់មួយវែកស្លបន្តមកទៀតនឹងខ្ញុំដាក់ប៊ីចេងហើយយើងធ្វើការកូរយើងកូរឲ្យសព្វល្អសិនណាបើសិនជាបងប្អូនដាក់រំដេងច្រើនជាងនឹងក៏បានដែរឲ្យលះជូរបើសិនជាបងប្អូនចង់ឲ្យជូរមកសមល្មមបងប្អូនអាចដាក់ប្រព័ន្ធនាងខ្ញុំហើយថ្ងៃបើកតមួយថ្ងៃមកយើងចាយហ្នឹងគឺជូរល្អហើយឥឡូវខ្ញុំចាប់ដើមដាក់អង្ករលីងចូលចំពោះអង្ករលីងយើងខ្ញុំដាក់ពាក់កណ្ដាលសិនខ្ញុំដាក់ពាក់កណ្ដាលកូរសពហើយនឹងខ្ញុំចាប់តាមយកល្ហុងដែលយើងលាងសម្រស់មុនហ្នឹងយើងយកមកចាវឥឡូវយើងចាក់ល្ហុងចូលទៅឥឡូវយើងចាប់ដើមកូរយើងកូរឲ្យសព្វល្អសិនណាម៉ាំល្ហុងនេះខ្ញុំបានមកពីបងប្អូននៅខាងតលេបាទព្រាព្រឹកទ្របណាតលេងគាត់ទៅក៏គាត់ផ្ញើឲ្យអញ្ចឹងបងប្អូនឥឡូវខ្ញុំចាប់ដើមដាក់អង្ករលីងបន្ថែមចំពោះអង្ករលីងបងប្អូនបើសិនជាបងប្អូនមិនសូវចូលចិត្តច្រើនទេបងប្អូនដាក់តាមម្សមល្មមដែលបងប្អូនចូលចិត្តទៅបានហើយអង្ករលីងយើងលីងខ្លួនឯងយកឆ្ងាញ់ណាបងប្អូនឈ្ងុយល្អឥឡូវខ្ញុំចាប់ដើមកូរម៉ាំល្ហុងយើងឲ្យសព្វល្ហុងជាមួយនឹងសាច់ម៉ាំនឹងឲ្យសព្វល្អទៅចាំយើងយកទៅដាក់នៅក្នុងកន្លមួយស្អាតយើងទុកផ្អាប់តែមួយថ្ងៃទៅមួយថ្ងៃកន្លះអីតាមអាកាសធាតុទៅបងប្អូនជូរឆ្ងាញ់ល្មមឥឡូវយើងចាប់ដើមយកម៉ាំយើងចាវនេះយើងយកទៅដាក់កន្លមកបានសព្វល្អហើយ ចាបងប្អូនចំពោះម៉ាំនាងខ្ញុំឥឡូវបានជួរខ្ញុំចាក់ខ្ញុំទុករយៈពេលមួយយប់ហើយថ្ងៃឡើងអញ្ចឹងមានថាមួយយប់កន្លះអញ្ចឹងបងប្អូនបើសិនជាបងប្អូនចូលចិត្តជូរជាងខ្ញុំបងប្អូនអាចបន្ថែមទុកដល់ល្ងាចទៀតអាចញ៉ាំក៏បានដែរអានោះបងប្អូនចូលចិត្តជូរខ្លាំងសម្រាប់នាងខ្ញុំបងប្អូនប្រព័ន្ធនេះល្មមនេះបងប្អូនអានេះយើងញ៉ាំជាមួយនឹងត្រីអាំងខ្លែមអីក៏បានដែរបងប្អូនញ៉ាំល្អបងប្អូនជូរមកជ្រះហើយនឹងលាជាមួយជីក្រហមនេះrấtឆ្ងាញ់បងប្អូនអាចធ្វើតាមពិធីនេះបានបងប្អូនហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ៊ំពូមីងដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ